ថ្មីម្ដងទៀតហើយបាទសម្រាប់វាគ្មិនដែលធ្វើការបកស្រាយជុំវិញទៅនឹងនីតិរបស់យើងគឺលោកចៅគាំងបាទដោយសារតែយើងបានធ្វើការភ្ជាប់ទំនាក់ទំនងបានហើយជំរាបសួរលោកចៅគាំងបាទជំរាបសួរបងប្អូនបាទទីហើយជំរាបសួរទៅដល់បងប្អូនអ្នកស្ដាប់និងអ្នករៀនភាសាបាលីខ្មែរដែរបាទសូមអរគុណបាទសម្រាប់សប្តាហ៍នេះថាតើលោកចៅគាំងមានអ្វីចង់លើកឡើងបកស្រាយបញ្យលជូនប្រិយមិត្តអ្នកស្ដាប់ទៀតបាទខ្ញុំថ្ងៃនេះយើងយកពីលបាមកឃ្លានៅក្នុងបាលីរបស់ប្រកោនិគមណូប៉ូលីសាទបាទដែលមានពាក្យថាចៈមយាបច្ចៈវេខេថ្វាយ៉ាងជ័យវរាំងបរិភ័តតាំងយើងខ្ញុំនឹងបកស្រាយដោយតទៅនេះដើម្បីឲ្យបងប្អូនបានស្ដាប់បាទលើកមុនដូចថាដូចជាខ្វះខាតឥឡូវសូមបញ្ពេញបន្ថែមតិចទៀតបាទជើងចភាសាបាលីអានថាចៈបាទស្មើនឹងជាងមានន័យថាដាក់ស្រអំយើងអានថាជាងនឹងស្មើនឹងជ័យបាទមកដល់សពថ្ងៃពាក្យនេះនៅប្រើជាទូលំទូលាយបាទដូចយើងកន្លែងហ្នឹងខ្ញុំចង់ប្រាប់ថាជ័យហ្នឹងបាទសច្ចាំងក៏សរសេរសចដាក់ស្រអំដែរប្រែមកជាសំស្ក្រឹតវិញយើងសរសេរថាសច្ចាំងតចជើងចដាក់ស្រអំបាទជាមិនមែនជាពាក្យធម្មតានៃភាសាបាលីទេបុរាណបានហាមមិនឲ្យយកទៅបដិសេធជាព្រោះថាជាហ្នឹងប្រែថាជ័យសិរីមង្គលឧត្តមមង្គលវឌ្ឍនកោសិរីសួស្ដីជាហ្នឹងគេអាចយកទៅប្រើនៅក្នុងពិធីមង្គលការដែលខាងមហានោះបាននិយាយថាជាហងជ័យហងជ័យសិរីសួស្ដីមានដល់លោកអ្នកមហាមេបាលយកមកប្រើក្នុងពិធីមង្គលការបាទមយាប្រែថាជាកាយប្រពុតទៅរបស់ស្ត្រីរបស់មេដាជាចរិយធម៌ក្តីជាអចរិយធម៌ក្តីបណ្ដោះឋានពីស្ត្រីអំពើទាំងឡាយនោះឈ្មោះថាមយាស្រីបុរាណសន្មតថាមយាស្រីមាន108បច្ចៈឬបច្ច័យពាក្យនោះប្រែថាហេតុទូលរបស់រូបបញ្ចខណ្ឌឧទាហរណ៍ទ្របកជាបច្ច័យដល់មកជាដើមកមេដានិងបៃតាជាបច្ច័យបង្កើតឬការផ្ដល់កំណើតដល់បុត្រធីតាការពិចារណាបែបនេះនោះមកយើងបានសន្និដ្ឋានថាយើងមិនអាចយកទៅបដិសេធបច្ចៈឬក៏បច្ច័យនោះបានទេបច្ច័យមិនមានហេតុឯណាឬបច្ច័យពាក្យនេះមិនមែនជាធម៌ពិតទេបច្ច័យមិនមានបច្ច័យឯណាមិនដេចនឹងមានភាសាមានសាសនាទៅព្រោះថាបាបជាបច្ច័យបណ្ដាលឲ្យសត្វលោកធ្លាក់ចុះទៅក្នុងឋាននរកចំណែកពាក្យតបៈអ្នកបួសទាំងឡាយជាបច្ច័យដើម្បីញ៉ាំងព្រះធម៌របស់សាសនានោះឲ្យរុងរឿងទៅបានឲ្យគង់វង្សទៅបានយ៉ាងណាមិនដេចនាំគ្នាសូត្រថាអបច្ច័យវេខេថ្វាយ៉ាងដូច្នេះខុសធ្ងន់ណាស់ព្រោះបច្ច័យវេខេថ្វាយ៉ាងប្រែថាបច្ច័យជាអ្នកបង្កើតលោកបានដាក់ចតុបច្ច័យជាសកហធម៌មានសត្វដាក់ប្រកបជាមួយគឺប្រដៅឋាននៃមេដាឬមេគាសាកឆារបស់ធម៌អ្នករៀនព្រះធម៌ទាំងឡាយជាទីមេត្រីឆាឬមច្ឆាជាបច្ច័យការផ្ដល់បុព្វបរលោករបស់មនុស្សលុះមនុស្សស្លាប់ទៅមិនទៀងបានមកកើតជាមនុស្សទេគឺត្រូវចុះជំរះបាបកម្មរបស់ខ្លួនហើយទៅបន្តមកកើតជាត្រីសិនទើបយើងហៅត្រីនោះថាជាប្រែតរហូតមកអបច្ច័យឬអបច្ចៈពាក្យនោះគួរឲ្យអស់សំណើចដែរទេបើគ្មានបច្ច័យមិនដេចកើតនិព្វានបានទៅដោយឡែកបច្ច័យរបស់ព្រះ
នោះមាន84000ធម្មខណ្ឌគឺសម្រាប់ព្រះនិព្វានបានបាទសូមជម្រាបទៅអ្នករៀនទាំងអស់ភាសាបាលីមានជម្រៅជ្រៅដូច្នេះប្រហែលជាពាក្យអនុពួកអណានិគមបារាំងខົບខិតជាមួយបច្ចាមិត្តសរសេរឲ្យខ្មែរបំភ្លេចឬបំភ្លេចព្រះធម៌ពិតរបស់ខ្មែរក៏ថាបានបាទចឹងថ្ងៃហ្នឹងខ្ញុំគ្រាន់តែចង់បញ្ញាក់ខ្មែរទាំងអស់គ្នាថាយើងគួរភ្ញាក់មើលអក្សរនៅក្នុងគាថា3ដកក្តីគាថានៅក្រៅ3ដកក្តីដែលយើងកំពុងរៀនទាំងអស់គ្នាយើងចូលប្រយ័ត្នពាក្យអនុហើយយកមកពិចារណាដោយធម៌សំគួរបានដោយពិចារណាដោយយកដើមនៃបច្ច័យបដិសេធទាំងឡាយដែលបានប្រើពាក្យអនុតើសំគួរនឹងប្រើដែរឬទេបាទក្នុងហ្នឹងឧទាហរណ៍ដូចជាអជាអញ្ចឹងយើងមិនអាចប្រើបានទេព្រោះជ័យទាំងឡាយនៅក្នុងលោកបើយើងដាក់អទៅគឺជាគ្មានន័យអីថតទេសោះបាទអញ្ចឹងយើងមិនអាចនិយាយថាអជ័យណាដូចតែយើងអជ័យតែវាសមទេបានសមទេអញ្ចឹងយើងនាំគ្នាពិចារណាដោយសមគួរទៅហើយខ្ញុំក៏គ្រាន់តែជាមនុស្សម្នាក់ដែលបានរៀនសូត្រព្រះធម៌នឹងពីលោកតាខ្ញុំមកនឹងមិនដឹងថានឹងអាចចេះចប់សពគ្រប់ឯណាដោយទៅព្រះទេអញ្ចឹងគ្រាន់តែថាចង់ឲ្យយើងនាំគ្នាពិចារណាទាំងអស់គ្នានៅក្នុង3ដកក្តីនៅក្នុងក្រៅ3ដកក្តីបាទដើម្បីឲ្យព្រះធម៌ពិតរបស់ខ្មែរនឹងបានវិលត្រឡប់មកជាមលុបដ៏ត្រជាក់ដល់កូនខ្មែរយើងសម្រាប់រៀនសូត្រនិងរក្សាសិលទៅតាមប្រពៃណីពុទ្ធសាសនាបាទអញ្ចឹងសូមអរគុណបាទសូមវេទទៅបងអូនសុវណ្ណរិទ្ធីវិញបាទលោកចៅកាំងអំបញ្ញមិញលោកហាក់បីដូចជាចង់ក្រើនរំលឹកដាស់តឿនទៅដល់អ្នករៀនភាសាបាលីក៏ដូចជាអ្នកបួសឬក៏បាសកបាសិកាពុទ្ធបរិស័ទនឹងឲ្យមានការចាប់អារម្មណ៍នៅពេលព្រះធម៌ណាមានដាក់អភិមុខអញ្ចឹងយើងត្រូវចាប់អារម្មណ៍បើតាមវប្បធម៌ខ្មែរវិញគេសំដៅទៅលើការដឹងគុណឪពុកម្ដាយអីចឹងទៅជ័យជំនះកើតមកពីស្អីប៉ុន្តែនៅក្នុងហ្នឹងឃើញថាមានការដាក់អភិមុខឲ្យបំលែងន័យទៅជារឿងហ្នឹងមិនមែនជារឿងដែលត្រូវដឹងគុណឪពុកម្ដាយនោះទេបាទលោកចៅកែបន្តទៀតនេះមានប្រិយមិត្តគេបានខលមកខ្ញុំថាឲ្យជួយជម្រាបសួរលោកចៅកៀងជួយបញ្យល់ពីពាក្យទេពអប្សរហើយនិងពាក្យអប្សរាថាតើមានន័យតែមួយឬក៏មានន័យផ្សេងពីគ្នាដែរបាទអរគុណណាពាក្យហ្នឹងខ្ញុំតែងបាទមានអ្នកសួរនឹងច្រើនប៉ុន្តែខ្ញុំអាខានមិនព្រមបកស្រាយដោយសារថាពាក្យហ្នឹងគេយកទៅប្រើប្រាស់ជាផ្លូវការនៅក្នុងរដ្ឋប៉ុន្តែឥឡូវយើងគ្រាន់តែពិចារណាព្រោះថាខ្មែរយើងទាំងអស់គ្នាក៏ខ្លះដឹងខ្លះមិនបានដឹងបាទឥឡូវដើម្បីឲ្យងាយស្រួលក្នុងការពិចារណាព្រះធម៌ទេពអប្សរឬក៏អប្សរាហ្នឹងមានន័យខុសគ្នាយ៉ាងណានោះយើងសិក្សាពីអប្សៈហ្នឹងមុនបាទបងប្អូនអ្នករៀនភាសាបាលីសូមនាំគ្នាកត់អក្សរហ្នឹងសរសេរអក្សរអបជើងសអក្សរបាទអក្សរប្រទេសហ្នឹងភាសាបាលីប្រែមកថាពពកបាទពពកហ្នឹងគឺយើងដឹងហើយពពកដែលខ្មែរយើងចង់និយាយហ្នឹងគឺមានន័យពីរផ្សេងគ្នាពពកមួយពណ៌ខ្មៅហើយពពកមួយទៀតហ្នឹងពណ៌សចឹងបុរាណកាលហ្នឹងបានចែកពពកទាំងពីរហ្នឹងដោយប្រើពាក្យពីរខុសគ្នាអត់ដែលខុសគ្នានៅប្រអាទេបាទឧទាហរណ៍ថាយើងអានថាអប្សរហ្នឹងគឺយើងខែមរទៅក្នុងពាក្យអប្សៈហ្នឹងយើងអានថាអប្សរឃើញបាត់ទេឃើញបាត់សំឡេងមួយគឺស័កទៅជាសបាទអញ្ចឹងកន្លែងហ្នឹងព្រះអង្គចង់បញ្ជាក់ថាកាលណាបើយើងដាក់រអត់ទៅទេទៅយើងអានថាអប្សរប្រែមកថាពពកសបាទដល់ពេលយើងយកពពកសហ្នឹងថែមស្រអៀមួយភាសាខ្មែរហៅរាបាទស្រអៀហ្នឹងភាសាបាលីហ្នឹងគេហៅរាចង្រៃអត្តបាននោះចង្រៃយើងយកទៅដាក់នៅក្នុងអប្សៈហ្នឹងទៅ
អានថាអប្សរីមិនមែនអានថាអប្សរាទេព្រោះសំឡេងប៉ានោះមិនអាចរលុបបានទេបាទទីដូចជាយើងដករចេញអញ្ចឹងកាលណាយើងដាក់រាបាទខ្ញុំអានជូនខ្ញុំរៀបម្ដងទៀតអប្សរាមានន័យថាយើងដូចជាដករចេញហើយដាក់រាចូលអញ្ចឹងប្រែមកថាពពកខ្មៅអញ្ចឹងមួយអានថាពពកសមួយអានថាពពកខ្មៅចំណែកពពកខ្មៅនោះរាចង្រៃអត្តបាទមានន័យថាបើពពកខ្មៅនោះបានផ្ដុំគ្នាធំទៅបាទធ្វើឲ្យមានរន្ទះធ្វើឲ្យមានព្យុះបោកបក់តាច់យកដើមឈើរុក្ខជាតិឬក៏បាញ់ទៅលើសត្វពាហនៈឬក៏បាញ់ទៅលើវត្តអារាមបាញ់ទៅលើផ្ទះសម្បែងប្រជាពលរដ្ឋអីជួនកាលមនុស្សម្នាហ្នឹងក៏ត្រូវស្លាប់បាទអញ្ចឹងអប្សរាហ្នឹងមានន័យថាព្រះអង្គចង់បញ្ជាក់ប្រាប់យើងថាពពកហ្នឹងខ្មៅហើយកាចកំណាចខូខើបាទហើយពាក្យពីរហ្នឹងមានន័យថាលុះដល់នៅក្នុងសាសនាបកោនាគមនោពោធិសត្វសាសនាសមណគោតមក្តីកាលណាគេនិយាយអំពីជំនឿបាទជំនឿនៅក្នុងសាសនាហ្នឹងចង់និយាយថាអ្នកដែលបានស្លាប់ទៅហើយព្រលឹងវិញ្ញាណមួយរបស់បុគ្គលហ្នឹងក៏បានកើទៅឋានសួគ៌ហើយទៅគង់នៅលើពពកហ្នឹងតែនៅក្នុងហ្នឹងព្រះអង្គលើកយកតែស្ត្រីហ្នឹងថាបើស្ត្រីទាំងឡាយដែលនៅលើពពកសហ្នឹងយើងហៅទេពអប្សរណាហើយបើស្ត្រីទាំងឡាយដែលកាន់ព្រហ្មញ្ញសាសនានោះដែលសាងអំពើអាក្រក់ខូខើចាប់សម្លាប់ដែលជំនឿទៅលើខាងព្រហ្មញ្ញសាសនាវិញមានន័យថាគាត់អត់ជឿថាអំពើបាបហ្នឹងធ្លាក់ចូលទៅក្នុងឋាននរកទេអញ្ចឹងពួកគាត់ហ្នឹងក៏បាននិយាយថាអប្សរាមានន័យថាព្រលឹងវិញ្ញាណហ្នឹងបានទៅកើតនៅលើពពកខ្មៅឯណោះបាទទេពអប្សរនោះអ្នកឯងកើតលើពពកសប៉ុន្តែគេខាងព្រហ្មញ្ញគេថាគេមិនធ្លាក់ទៅនរកទេគេកើតទៅខាងពពកខ្មៅហើយបានបំផ្លិចបំផ្លាញលោកនឹងដោយថាទេពអប្សរាហ្នឹងជាស្រីថាជាទេពដូចគ្នាប៉ុន្តែថាបើជាប្រុសវិញគេហៅនិរាយបាទអប្សរាហ្នឹងគឺស្មើនិរាយមានន័យថាជាអ្នកបំផ្លាញលោកអញ្ចឹងខ្ញុំសូមជម្រាបជូនទៅបងប្អូនខ្មែរយើងទាំងអស់គ្នាអ្នកដែលរៀនភាសាបាលីហ្នឹងគឺមានន័យអញ្ចឹងថាបើកាលណាយើងសរសេរទេពអប្សរបាទស្ត្រីទាំងឡាយដែលមានព្រលឹងវិញ្ញាណនៅក្នុងពពកហ្នឹងព្រះអង្គលោកកាន់ព្រះពុទ្ធសាសនាហើយចំណែកស្ត្រីទាំងឡាយដែលសាងអំពើបាបកម្មខាងសាសនាព្រហ្មញ្ញនោះគាត់ថាទេពអប្សរាបាទអញ្ចឹងតើយើងដាក់ទេពខាងដើមទៀតណាជាអប្សរហើយអប្សរាហ្នឹងតើយើងដាក់ទេពខាងដើមទៀតបានបញ្ជាក់ថាអ្នកកាន់ព្រហ្មញ្ញសាសនាស្រីឬក៏អ្នកកាន់ពុទ្ធសាសនាស្រីអញ្ចឹងមានន័យថាព្រលឹងវិញ្ញាណអ្នកទាំងពីរហ្នឹងអាងខុសៗគ្នាបាទសពរដ្ឋជនទាំងឡាយនៅក្នុងលោករមែងតែងកើតមកហើយក៏បានជួបនៅអំពើទាំងឡាយនៃធម្មជាតិបាទដូចជាពាក្យថាទេពអប្សរនេះគឺថានៅក្នុងសាសនាបកោនាគមនោពោធិសត្វនាលវោពោធិសត្វទាំងអស់ដែលមានចំនួន500អង្គហើយនឹងស្ត្រីទាំងឡាយដែលបានកើតពីត្រកូលនាលវោពោធិសត្វទាំង500នោះហើយបានទៅបួសចូលមកលុបបាទធ្វើជាស្អាងធ្វើជាអ្នកជាឬក៏អ្នកបួសហ្នឹងឬក៏ស្អាងភ្នោះចូលមកលុបបាទខ្មែរយើងទុកថាជាព្រះចារីរៈរាជបាទអញ្ចឹងនៅក្នុងសាសនាបកោនាគមនោពោធិសត្វហ្នឹងរូបចម្លាក់ស្ត្រីទាំងឡាយដែលបានឆ្លាក់ទុកនៅក្នុងសាលាអន្តពលបុរីដែលយើងហៅសពថ្ងៃថានគរអន្តពលបុរីឬក៏ហៅថាអង្គរវត្តនោះកន្លែងនោះហើយដែលបញ្ជាក់ប្រាប់យើងថាអ្នកទាំងអស់នោះលោកបានស្លាប់ទៅបានទៅកើតជាទេពអប្សរនៅតាមទួនោះបាទมันមានពាក្យថាអប្សរាទេបាទព្រោះព្រហ្មញ្ញសាសនាបាទខាងពពកខ្មៅហ្នឹងគឺស្មើនឹងនិរាយព្រះនិរាយហ្នឹងគឺជាអ្នកបំផ្លាញលោកអញ្ចឹងបើសិនណាជាស្ដាប់ហើយមានន័យមិនតន់យល់ឬក៏យល់ក្តីបាទក៏សូមសួរបន្តទៀតបាទខ្ញុំនឹង
នឹងអាចជួយយល់បន្ថែមទៀតបានបាទសូមអរគុណលោកចៅគៀងបាទប៉ុន្តែបច្ចុប្បន្នយើងតែងតែបង្រៀនកូនខ្មែរឲ្យអានចេញទៅជាអប្សរាទេមិនបានអានចេញអប្សរាដោយលោកចៅកែងលើកឡើងនេះទេដោយសារគេថាសំឡេងអាហ្នឹងគឺវាចេញមកពីអក្សរសដាក់ស្រអាវាអាចចេញសៀទេចេញសាយអញ្ចឹងបានខ្យល់ខាងក្រោយត្រូវយកតាមខ្យល់ខាងមុខវាទៅជាស្រអាវិញទី1សំណួរភ្ជាប់មួយទៀតហ្នឹងអញ្ចឹងដែលយើងតែងតែហៅអប្សរានៅជញ្ជាំងប្រាសាទអង្គរវត្តដែលមានជាង500អប្សរាហ្នឹងអញ្ចឹងសិតតែជាអ្នកដែលកាន់ព្រហ្មញ្ញសាសនាដែលប្រព្រឹត្តអាក្រក់អញ្ចឹងទៅជាមនុស្សដែលមិនល្អអញ្ចឹងបាទជួយលើកឡើងកន្លែងហ្នឹងតិចមកលោកចៅកៀងបាទអរគុណណាស់បាទខ្ញុំចង់បញ្ជាក់ម្ដងទៀតដើម្បីឲ្យយើងបានយល់ណានៅក្នុងភាសារបស់ខ្មែរអក្សរសាស្ត្រអាចកាច់ខោស័កនៅខាងមុខរបស់ខ្លួននឹងឲ្យទៅជាអក្សរសាស្ត្របាននេះគេប្រើសម្រាប់តែភាសាសម្រាយទេបាទដោយពាក្យអប្សរហ្នឹងខ្ញុំបានជម្រាបហើយថាជាភាសាបាលីទេមិនមែនភាសាសម្រាយទេជួនកាលគេយកភាសាបាលីហ្នឹងស្រាយឲ្យមកជាភាសាសំស្ក្រឹតសិនទើបយើងអាចប្រើភាសាសំស្ក្រឹតនោះសម្រាប់កាច់ស័ព្ទបាទខូស័កនៅខាងមុខហ្នឹងឲ្យទៅជាអក្សរសាស្ត្របានចឹងភាសាខ្មែរយើងដោយពាក្យអប្សរាហ្នឹងมันអាចអានថាអប្សរាបានទេព្រោះពាក្យហ្នឹងបានផ្ដាច់នៃពាក្យរបស់អប្សៈហ្នឹងមានន័យថានៅជាសំឡេងបាលីដដែលឃើញទេអប្សរាមានន័យថាបាលីនៅមានសំឡេងដដែលយើងមិនអាចកាច់ភាសារដាក់ស្រៈអ៊ីនៅខាងចុងហ្នឹងឲ្យទៅជារាបានទេព្រោះថាគាត់មិនមែនជាភាសាសំស្ក្រឹតឬក៏ភាសាសម្រាយទេអប្សៈហ្នឹងប្រែថាពពកមានន័យពីរគឺពពកសនិងពពកខ្មៅអញ្ចឹងកាលណាយើងអានថារាហើយចុះអប្សៈនៅខាងដើមរាឃើញទេបើយើងនិយាយពីពាក្យហ្នឹងកាន់តែឆ្ងាយទៀតហើយរាហ្នឹងភាសាបាលីតែមកថារាងកាយរាហ្នឹងរាងកាយបាកាយទាំងឡាយដែលនៅក្នុងកំណាព្យខ្លះហ្នឹងគេបានអានថាអោរាញ៉េតែថារាងកាយរាហ្នឹងដល់ដាក់មគ្គធៈខាងដើមមួយមកបាទយើងអានថារាងកាយរាហ្នឹងអញ្ចឹងបើសិនជាយើងយកអប្សៈហ្នឹងទៅបូកនឹងរាហ្នឹងបើសិនជាយករាហ្នឹងធ្វើជារាងកាយមានន័យពពកហ្នឹងផ្សេងហើយមានន័យផ្សេងទៀតហើយមានន័យថាมันអាចប្រែរួចដោយសារថាពពកហ្នឹងក៏វាជានាមមួយជារាងកាយមួយទៅហើយយើងដាក់រាងកាយមួយទៅទៀតអញ្ចឹងរាងកាយហ្នឹងវាដល់ទៅ2ហើយមិនដឹងជាយើងចង់ប្រែថាម៉េចរួចអញ្ចឹងភាសាបាលីហ្នឹងខ្ញុំចេះតែនិយាយថាអានមិនបានទេកាលណាតែយើងដាក់ពាក្យហ្នឹងមានន័យផ្សេងគឺយើងអត់អានបានទេតែខ្ញុំជាបញ្ជាក់ថាហ្នឹងអត់អានថាអប្សរាបានទេត្រូវតែអានអប្សរាព្រោះរាហ្នឹងភាសាបាលីប្រែថារាងកាយហើយយើងដាក់មគ្គធៈអោមកគេណាអោរាយើងអានថារាងកាយដូចគ្នាពេញអត់តែអញ្ចឹងបើសិនជាយើងយកទៅនិយាយអំពីវេយ្យាករណ៍អក្សរសាស្ត្រអាចកាច់ខុសឲ្យទៅជាអក្សរសាស្ត្របានហ្នឹងខុសហើយព្រោះពាក្យហ្នឹងមិនអាចសរសេរបានទេនៅក្នុងតបាសនៃវេយ្យាករណ៍ហ្នឹងសរសេរអត់បានដោយសារតារាហ្នឹងក៏ប្រែមកថារាងកាយហើយចំណែកអប្សៈហ្នឹងក៏ប្រែមកថារាងកាយដែរជាដុំមួយសខ្មៅណែតនៅលើមេឃហ្នឹងគេហៅនាមជារាងកាយដែរអញ្ចឹងយើងប្រែមិនបានទៅបាយទី2ដូចជាអប្សរមានន័យថាកាលដែលយើងដាក់រពីមុខអប្សៈទៅភាសាបាលីហ្នឹងក៏ប្រែចេញមកជាសំស្ក្រឹតវិញណាពេលប្រែមកជាសំស្ក្រឹតវិញមានន័យថាយើងប្រែរួចយើងអានថាពពកសដល់យើងពពកសហ្នឹងវាបញ្ជាក់នៅក្នុងហ្នឹងថាជាកុសលធម៌ពីនេះអញ្ចឹងកាលណាអប្សរជាកុសលធម៌អញ្ចឹងអប្សរាហ្នឹងជាអកុសលធម៌ហើយព្រោះពាក្យហ្នឹងតែមួយតើគ្រាន់តែដាក់រាឲ្យដាក់រហ្នឹងមិនត្រូវផ្ទុយគ្នាព្រោះរាភាសាបាលីប្រែមកថាអាក្រក់ឬខ្មៅបាយចំណែករហ្នឹងល្អឬសតែពាក្យហ្នឹងវាមានរួចហើយបើយើងសរសេរទេអក្សរហើយប្រែថា
តែថាស្ត្រីដែលគួងនៅលើពពកហ្នឹងប្រកាន់ពុទ្ធសាសនាហើយអញ្ចឹងទេពអប្សរាហ្នឹងប្រកាសជាស្ត្រីដែលគួងនៅលើពពកហ្នឹងខ្មៅហ្នឹងប្រកាន់ព្រហ្មញ្ញសាសនាហើយនេះភាសាបាលីមានន័យអញ្ចឹងណាបាទមិនអាចនិយាយថាអប្សរាហ្នឹងទៅជាស្ត្រីទាំងឡាយដែលឈរនៅលើផ្កាឈូកជានាលវោពោធិសត្វរបស់ខ្មែរនៅក្នុងវត្តអង្គរតូចហ្នឹងបានទេបាទព្រោះនៅក្នុងនគរវត្តហ្នឹងពីដើមគេហៅនគរអន្តពតបុរីបាទភ័ស្តុតាងមាននៅក្នុងវត្តខាងត្បូងហ្នឹងបានសេអន្តបតបុរីតែថាគាត់មិនយល់ឬក៏យ៉ាងម៉េចមិនដឹងទេភាសាបាលីមានន័យខុសគ្នាទៀតណាពតហើយបតហ្នឹងបាទអញ្ចឹងយើងឃើញថាកន្លែងហ្នឹងជ្រៅបន្តិចបន្តតែយើងពិចារណាយល់យូរទៅណាពិចារណាហើយពិចារណាទៀតថាតើមិនបានសរសេររីហើយយើងអានរាងមិនបានដោយសារអីបាទហើយកាលណាតែយើងនិយាយថាអបរិយព្រោះខ្ញុំនៅតែអន្តរសាក្នុងចិត្តខ្ញុំមិនអាចអានអប្សរាបានហើយខ្ញុំចេះភាសាបាលីហ្នឹងមានជំរឿច្រើនណាស់ទៅហើយខ្ញុំប្រកបជាណាខាងកវត្តនគរអន្តពតបុរីហ្នឹងការពិតជាវត្តបកោនីគុំណូពោធិសត្វព្រមមានព្រះនៅនឹងច្រើនណាស់សតតែស្រីទោះបីប្រាំងយកទៅប្រមាណក៏យកទៅដល់ក្នុងប្រាំងហ្នឹងក៏នៅតែជាព្រះស្រីអត់មានព្រះក្នុងខ្លាយជាបរិបបានទេនៅក្នុងវត្តអង្គរតូចហ្នឹងក៏មានព្រះស្រីដែលនៅសេសសល់ហើយនៅក្នុងសារមន្ទីរជាតិនៅភ្នំពេញដែលគេយកចេញពីអង្គរវត្តហ្នឹងទៅសារមន្ទីរនៅសៀមរាបដល់ព្រះទាំងអស់នោះអត់មានប្រែទៅជាប្រុសដែរនៅតែស្រីទាំងអស់បាទអញ្ចឹងសាសនាបកោនីគុំណូពោធិសត្វមួយខ្ញុំបានជម្រាបហើយថាអ្នកដែលបំបត្តិសាសនាហ្នឹងគឺបារាំងក្នុងសម័យអាណានិគមបារាំងហ្នឹងគឺថាក៏មានការសម្លាប់ស្ត្រីដែលបានចូលមកលុបតាមផ្ទះចូលមកលុបតាមអាស្រមធំហើយកាលសម័យអាណានិគមបារាំងសេះនោះគេហៅសម័យប៉ូទុយហ្គាល់ចូលមកនោះបារាំងសេះនិងប៉ូទុយហ្គេហ្នឹងហើយជាអ្នកសម្លាប់ស្ត្រីខ្មែរប្រហែលជាប្រមាណ1000នាក់នោះកាលនោះដូចជា1500លោកតាខ្ញុំតែនិយាយនោះសម្លាប់ចោលនៅក្នុងវត្តអង្គរតូចហ្នឹងបាទកាលនោះសាសនាព្រះសម្មាគោតមមិនទាន់មាននោះមានន័យថាខ្មែរយើងកាន់សាសនាពុទ្ធកោនីគុំណូហ្នឹងប៉ូទុយហ្គាល់និងបារាំងជាមួយសៀមលើកតបចូលមកបានលួចមាសប្រាក់យើងចែកគ្នាជា3ចំណែកនៅក្នុងវត្តហ្នឹងពីដើមមាសប្រាក់ច្រើនណាស់បាទរួចហើយសម្រាប់ស្ត្រីខ្មែរជាង1000នាក់បាទហើយបានសម្រេចថាបើមានស្ត្រីណាឲ្យចូលមកលុបឬក៏រៀនសូត្រអីជាមណ្ឌលនៅតាមផ្ទះតាមស្រុកតាមខេត្តគេសម្លាប់តទៅទៀតយ៉ាងការសម្លាប់ហ្នឹងឃើញថាតរហូតមកក្នុងសម័យអាណានិគមបារាំងហ្នឹងបើមានស្រីណាស្បាញក៏ខ្ញុំបាននៅចាំម៉ែឪចិញ្ចឹមខ្ញុំលោកតាខ្ញុំនៅតាមវត្តនានាហ្នឹងគាត់បាននិយាយថាខ្មែរយើងរហូតដល់ស្ត្រីហ្នឹងស្បាញមិនបានអត់មានកណាត់ស្លៀកទេនាំគ្នាស្លៀកបាវក្រុងហ្នឹងគឺជារបស់ដែលបារាំងតែហ្នឹងមកដាក់អង្គដាក់នំដាក់ពូជស្លៃអីបងវាយកមកស៊ីមកចុកបុកកាពីដំណើរដើមទ្រូងខ្មែរយើងតែនិយាយរឿងហ្នឹងហើយបានរើសយកបំណែកបាវហ្នឹងនាំគ្នាយកទៅធ្វើជាខោស្លៀកនេះប្រវត្តិសាស្ត្របាទអញ្ចឹងបារាំងសេះសពថ្ងៃជាបានសរសេរសភៅហ្នឹងសម្បត្តិវប្បធម៌ខ្មែរប៉ុន្តែខ្ញុំសូមជម្រាបជូនទៅខ្មែរទាំងអស់គ្នាដែលបានស្ដាប់ហើយនាំគ្នាទៅមើលបាទព្រះខ្មែរនៅទេសពថ្ងៃតាមវត្តអារាមមួយចំនួនជាពិសេសនៅសារមន្ទីរហើយសំខាន់បំផុតនោះគឺនៅក្នុងវាំងព្រះបរមរាជវាំងរបស់ខ្មែរហ្នឹងព្រះមហាក្សត្រខ្មែរមួយព្រះអង្គព្រះបាទស៊ីសវត្តហ្នឹងព្រះអង្គលោកបានសាងរូបព្រះស្រីហ្នឹងមួយព្រះអង្គអំពីមាសចំនួន90គីឡូនោះបានដាក់ព្រះនាមព្រះអង្គនោះថាព្រះកែវមរកតបានឲ្យព្រះធម៌ខ្មែរយើងបាទក៏នៅតែមានតោតដែរសូមជម្រាបតូនពីពាក្យប្រកាយមរកតហ្នឹងចឹងឥឡូវចាំស្ដាប់ខ្ញុំនឹងតោតឲ្យស្ដាប់បន្តិចដើម្បីឲ្យបានដឹងថាការពិតព្រះខ្មែរហ្នឹងស្រីទេបាទហើយអញ្ចឹងនាលវោពោធិសត្វដែលឈរនៅលើផ្កាឈូកហ្នឹងមិនមែនជាអប្សរាទេគឺជាទេពអប្សរបាទឥឡូវខ្ញុំចាំស្ដាប់ណាខ្ញុំសូត្រឲ្យស្ដាប់ទាំងអស់គ្នាទាំងលោកសង្ឃទាំងអ្នករាជការបច្ចុប្បន្នបាទមិនប្រកាន់បកពូអីទាំងអស់គណៈបកក៏មិនប្រកាន់ដែរសូមឲ្យព្រះអង្គគ្រប់ព្រះអង្គប្រធេរាគ្រប់ព្រះអង្គហើយព្រះមហាក្សត្របច្ចុប្បន្នក៏ដូចជាមន្ត្រីរាជការហ្នឹងសូមស្ដាប់ព្រះធម៌បាទព្រះពីដើមហ្នឹងបានសូត្រថាព្រះជ័យជាយាងអង្គព្រះកែវមរកតតាំង
ព្រះកបតាងត្រីសក្សជេញាឲ្យរាំងតាំងកោត្រីសក្សជេញាបរោះជ័យជាឯកកបតាងត្រីសក្សជេញាបរោះជ័យជាបាបែងរែងតាំងរាំងតាំងកោត្រីសក្សជេញាបរោះពូពីអ្នករាំងតាំងរាំងតាំងកោនរៈលៀងអង្គពលចៅតាំងកោវរៈលៀងអង្គពលចៅបាទគាថានេះនឹងមានន័យថាជាការសូត្របកកសេរីមង្គលសេរីសួស្តីឲ្យមានដល់មន្ត្រីថ្នាក់ទី